ក្រុងចំណោមអរិយធម៌ដ៏រុងរឿងដែលផុសចេញពីព្រៃត្រពេចនៃអាស៊ីអាគ្នេយ៍គឺមានអាណាចក្រខ្មែរដែលជាមហាអំណាចមួយនាបុរាណកាលភូមិសាស្ត្រដែលសម្បូរដោយធនធានធម្មជាតិនិងមានទីតាំងយុទ្ធសាស្ត្របានផ្ដល់កំណែដល់រដ្ឋមួយដែលមិនត្រឹមតែល្បីល្បាញដោយសារស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះទេថែមទាំងដោយសារកម្លាំងយោធាដ៏រឹងមាំថែមទៀតនៅចំកណ្ដាលនៃយុគសម័យអង្គរដែលជាកាលបរិច្ឆេទនៃភាពរុងរឿងខ្ពស់បំផុតអាណាចក្រមួយនេះបានពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងទូលំទូលាយដើម្បីរក្សានិងពង្រីកបូរណភាពទឹកដីកងទ័ពខ្មែរបុរាណបានដើរតួនាទីយ៉ាងសំខាន់ពួកគេមិនត្រឹមតែជាអ្នកការពារព្រំដែនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកម្លាំងជំរុញនៃការពង្រីកនិងការអនុវត្តអធិបតេយ្យភាពរបស់ព្រះរាជាទៀតផងព្រះមហាក្សត្រខ្មែរក្នុងនាមជាទេវរាជនិងមេបញ្ជាការកំពូលនៃកងទ័ពគឺត្រូវបានគេចាត់ទុកថាជាតំណាងដ៏ខ្ពង់ខ្ពស់នៃអំណាចទាំងខាងលោកីយនិងខាងស្មារតីការដឹកនាំយោធារបស់ទ្រង់មិនត្រឹមតែផ្អែកលើយុទ្ធសាស្ត្រប៉ុណ្ណោះទេថែមទាំងលើជំនឿដ៏ជ្រាលជ្រៅថាជ័យជំនះជាឆន្ទៈនៃព្រះជាម្ចាស់ផងដែរមូលដ្ឋានគ្រឹះនៃកងទ័ពខ្មែរគឺប្រជាកសិករខ្មែរដ៏ឧស្សាហ៍ព្យាយាមដែលត្រូវបានកេណ្ឌចូលបម្រើជាតិនៅពេលចាំបាច់បុរសទាំងនេះទោះបីជាមានជីវភាពសាមញ្ញក៏ដោយក៏ត្រូវបានបណ្ដុះបណ្ដាលយ៉ាងម៉ត់មាត់ដើម្បីក្លាយជាអ្នកចម្បាំងដ៏ក្លាហានដែលមានវិន័យនិងស្មារតីស្នេហាជាតិថែមទៀតការហ្វឹកហ្វឺនយោធាគឺមានលក្ខណៈតឹងរឹងនិងទូលំទូលាយតែហ៊ានថ្មីត្រូវបានបណ្ដុះបណ្ដាលលើជំនាញប្រយុទ្ធដោយដៃការប្រើប្រាស់អាវុធគ្រប់ប្រភេទនិងបច្ចេកទេសយុទ្ធសាស្ត្រសមរភូមិវិន័យត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីធានាបាននូវកងទ័ពដែលមានសណ្ដាប់ធ្នាប់និងការចុះសម្រុងគ្នាកងទ័ពដំរីគឺជាផ្នែកមួយដ៏សំខាន់និងគួរឲ្យខកខ្លាចបំផុតនៃកងទ័ពខ្មែរដំរីដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងជំនាញមិនត្រឹមតែបម្រើជាមធ្យោបាយដឹកជញ្ជូនដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេថែមទាំងជាអាវុធដ៏មានឥទ្ធិពលក្នុងការបំបែកជួរទ័ពសត្រូវនិងបង្កការភ័យខ្លាចទៀតផងទ័ពសេះទោះបីជាមិនសូវលេចលាស់ដោយទ័ពដំរីក៏ដោយក៏នៅតែមានតួនាទីសំខាន់ក្នុងកងទ័ពខ្មែរពួកគេត្រូវបានប្រើប្រាស់សម្រាប់ការឆ្លុបយកការប៉ុណ្ណមើលការវាយឆ្មកនិងការដេញតាមសត្រូវដែលទាមទារនូវល្បឿននិងភាពរហ័សរហួនទ័ពថ្មាហេងគឺជាឆុងខ្នងពិតប្រាកដនៃកងទ័ពពួកគេត្រូវបានបំពាក់ដោយលំពាងដាវធ្នូនិងខៀលដែលមានសមត្ថភាពក្នុងការប្រយុទ្ធយ៉ាងជិតស្និទ្ធឬបាញ់ព្រួញទីចម្ងាយពួកគេត្រូវបានបែងចែកជាអង្គភាពតូចៗដែលអាចផ្លាស់ប្ដូរទ្រង់ទ្រាយបានយ៉ាងងាយស្រួលនៅលើសមរភូមិកងទ័ពជើងទឹកក៏មានសារៈសំខាន់ផងដែរសម្រាប់គ្រប់គ្រងផ្លូវទឹកធំៗដូចជាទន្លេមេគង្គនិងបឹងទន្លេសាបកងនាវាខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទ័ពស្បៀងនិងការគាំទ្រដល់ប្រតិបត្តិការយោធាដីគោកក៏ដូចជាការពារពាណិជ្ជកម្មតាមផ្លូវទឹកវិស្វកម្មយោធាខ្មែរបានបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់បន្ទាយរឹងមាំនិងប្រព័ន្ធការពារដែលស្មុគស្មាញពួកគេក៏មានជំនាញក្នុងការឡំសៀងនិងការទម្លាក់បន្ទាយសត្រូវផងដែរដោយប្រើប្រាស់បច្ចេកទេសនិងឧបករណ៍ជាច្រើនប្រភេទប្រព័ន្ធផ្លុកធ្យានិងការផ្គប់ផ្គង់ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ក្នុងការទ្រទ្រង់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំស្បៀងទឹកនិងអាវុធត្រូវបានដឹកជញ្ជូនតាមរយៈបណ្ដាញផ្លូវនិងផ្លូវទឹកដ៏ទូលំទូលាយដែលធានាបានថាកងទ័ពអាចបំពេញបេសកកម្មរបស់ខ្លួនបានយូរអង្វែងយុទ្ធសាស្ត្រសមរភូមិរបស់ខ្មែរគឺមានភាពប៉ែនប្រសើរពួកគេបានប្រើប្រាស់ការរួមបញ្ចូលនៃទ័ពដំរីទ័ពសេះនិងទ័ពថ្មាហេងដើម្បីធ្វើការវាយតដ៏ខ្លាំងក្លានិងមានប្រសិទ្ធភាពយុទ្ធធាតុបំបែកជួរការវាយឆ្មោកនិងការបោកបន្ថំត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីសម្រេចបានជ័យជំនះតាមរយៈការដឹកនាំដ៏ឆ្លៀសវៃនិងការក្លាហានរបស់កងទ័ពអាណាចក្រខ្មែរបានទទួលជ័យជំនះជាច្រើនលើកជ័យជំនះទាំងនេះមិនត្រឹមតែពង្រឹងព្រំដែនអាណាចក្រប៉ុណ្ណោះទេថែមទាំងពង្រីកឥទ្ធិពលវប្បធម៌និងនយោបាយរបស់ខ្លួនទៅកាន់តំបន់ជិតខាងទៀតផងទោះបីជាមានភាពរុងរឿងនិងអំណាចយោធាដ៏អស្ចារ្យក៏ដោយក៏ប្រវត្តិសាស្ត្រនៃកងទ័ពខ្មែរបុរាណមិនសូវត្រូវគេស្គាល់ជាសាកលឡើយការប្រែប្រួលនយោបាយនៃតំបន់គ្រោះធម្មជាតិនិងការបាត់បង់ឯកសារប្រវត្តិសាស្ត្រជាច្រើនបានរួមចំណែកធ្វើឲ្យកិត្តិយសរបស់ពួកគេរសាត់បាត់ទៅកាន់ការចងចាំជាសាកលទោះជាយ៉ាងនេះកងទ័ពខ្មែរបុរាណនៅតែជាផ្នែកមួយដែលមិនអាចកាច់ថ្លៃនៃអត្តសញ្ញាណដ្ឋានជាតិខ្មែរពួកគេគឺជាអ្នកការពារបេតិកភណ្ឌនិងអធិបតេយ្យភាពដែលបានឆ្លាក់ណាមរបស់ពួកគេក្នុងប្រវត្តិសាស្ត្រខ្មែរទោះជាពិភពលោកនឹងអាចភ្លេចនៅស្នាដៃដ៏អស្ចារ្យរបស់ពួកគេក៏ដោយ